បាទហ្នឹងបងប្អូនសួស្តីនេះបង្ហាញបងប្អូនអំពីដើមភេកាបងប្អូនបាទនេះគឺហៅដើមភេកាហើយនោះមួយដើមទៀតបងប្អូនបាទភេកាហ្នឹងយើងអាចយកផ្លែវាទៅឆាក៏បានទៅធ្វើលក់ទឹកគ្រឿងក៏បានដែរបាទនោះផ្លែគេនៅផ្លែវាតប៉ែតចឹងបងប្អូនបាទហើយអានេះទុំហីបាទនេះគឺដើមធំបងប្អូនដើមភេកាបាទហៅដើមភេកាផ្លែធ្វើលក់ក៏បានបាទដល់យើងដុតវាទៅបាទយើងយកវាទៅអាំងភ្លើងដូចយើងអាំងពួកត្រប់វែងអញ្ចឹងណាបងប្អូនបាទហ្នឹងហើយក៏ឆ្ងាញ់មួយយ៉ាងដែរបាទហើយយើងអាចឆាបានណាបាទខ្ញុំបង្ហាញអំពីផ្លែវាតែគេអត់យកផ្លែទុំទេផ្លែចាស់គេអត់យកដែរគេយកផ្លែហើយផ្លែវាតប៉ែតចឹងនៅខ្មែរយើងជួនកាលគេហៅផ្លែដាតឆ្កែបងប្អូនហើយគ្រាប់វាបាទគ្រាប់ស្ដើងទេហ្នឹងហើយបាទហើយងាយដាំទេបាទដោះច្រើនយើងយកផ្លែខ្ចីបាទផ្លែខ្ចីយើងយកទៅឆាបាទនេះប្រភេទគ្រាប់វាបាទនេះគ្រាប់ភេកាស្ដើងទេយើងយកទៅកប់នៅដីកុំកប់ឈើពេកបាទទៅវាដោះហើយហើយអានេះខ្ញុំអត់មានយកទៅបានវិច័យបងប្អូនទេបាទនេះក៏ថតឲ្យបងប្អូនមើលអញ្ចឹងណាបាទផ្លែវាតប៉ែតអញ្ចឹងបាទយើងយកវាទៅដុតរោលទៅហើយយើងបកសបកក្រៅវាចេញទៅយើងអាចយកវាទៅឆាទៅអីបានដែរបាទដើមវាមានលក្ខណៈអញ្ចឹងហើយស៊ូងាយងាប់ទាំងបងបាទហើយអត់សូវមានសត្វល្អិតអីបំផ្លាញវាទេបាទភាគច្រើនវាជ្រុះស្លឹកដដើរបស់វាអញ្ចឹងទៅបាទអរគុណ